បងប្អូនថ្ងៃនេះបងណាក់ឬអាយម៉ាន់ KH ហាន់ល្មៀតហាលបន្តិចហើយហាន់ហាលនេះគឺគោលបំណងដើម្បីផលិតម្សៅល្មៀតហើយយើងធ្វើម្សៅល្មៀតនេះគឺដើម្បីយកមកធ្វើសាប៊ូហើយការធ្វើសាប៊ូដុសខ្លួនខ្ញុំនឹងគឺខ្ញុំធ្វើសាប៊ូដុំខ្ញុំមកធ្វើសាប៊ូទឹកទេហើយបងប្អូនមានល្មៀតច្រើនហើយក្បាលនេះយើងទុកដាំវិញទៅកុំហាន់វាយកបុកនេះគឺប៉ុណ្ណឹងខ្ញុំដាក់ហាលសិនទៅហើយខ្ញុំយកមកកិនយកមកបុកទៅឲ្យបានជាម្សៅល្មៀតទៅប្រហែលជាបាន2ស្លាបព្រាបាយឲ្យប៉ុណ្ណឹងទេអានេះខ្ញុំទុកវាសិនទៅបងប្អូនឥឡូវយើងហាលល្មៀតបានស្ងួតហើយយើងយកវាមកកិនក៏បានយើងយកមកបុកក៏បានឥឡូវខ្ញុំកិនខ្ញុំដាក់ចូលទៅក្នុងម៉ាស៊ីនកិនហើយយើងកិនវាឲ្យបានជាម្សៅល្មៀតបាទបងប្អូនបុកក៏វារត់ដែរតែឥឡូវខ្ញុំកិនអញ្ចឹងបន្ទាប់ពីយើងកិនល្មៀតបានហើយយើងនឹងយកវាទៅប្រើប្រាស់ក្នុងការផលិតខ្សែសាប៊ូហើយវត្ថុផ្សំផ្សេងទៀតក៏យើងត្រូវកិនដែរដូចជាផ្ទុយក្រពើដូចជាអំពិលអីណាយើងកិនជាមួយគ្នាប៉ុន្តែចាំកិនវាក្រោយឥឡូវខ្ញុំកិនល្មៀតសិនបាទបងប្អូនជាទីមេត្រីហើយថ្ងៃនេះថ្ងៃ24ហើយខ្ញុំធ្វើសាប៊ូដុសខ្លួនជូនបងប្អូនបាទហើយមុនហ្នឹងបងប្អូនបានឃើញខ្ញុំចាត់ល្មៀតហាលកិនល្មៀតអីរួចរាល់ហើយអញ្ចឹងនេះជាវត្ថុធាតុដើមសម្រាប់ផលិតសាប៊ូដុសខ្លួនប្រចាំក្រុមគ្រួសារបងប្អូនអាចមានវត្ថុផ្សេងពីនេះក៏បានដែរទី1គឺអំពិលបាទអំពិលទុំយើងហ្នឹងហើយយើងទៅត្រាំទឹកវាមុននេះខ្ញុំបានត្រាំទឹកវាមុនហើយដោយសារកុំឲ្យវាខាតពេលអញ្ចឹងយើងត្រាំទឹកវារីកហើយយើងច្បាច់វាយកតែកាកអំពិលទេហើយយើងច្រោះយកកាកចេញហើយអំពិលហើយយើងប្រើប្រទាលកន្ទុយក្រពើបាទប្រទាលកន្ទុយក្រពើនេះខ្ញុំដាំដុះដោយខ្លួនឯងប្រើវត្ថុធាតុដើមរបស់ខ្ញុំផ្ទាល់ទាំងស្រុងគឺប្រទាលកន្ទុយក្រពើពូជរបស់ជប៉ុនហើយយើងដាំដោយប្រើដីដាំហើយយើងថែមជីកំប៉ុស្តិចតួចគឺវាល្អនេះខ្ញុំលើកមកថោមកបង្ហាញជូនបងប្អូនបាទហើយវត្ថុធាតុដើមទី2នេះគឺកមុនឃ្មុំបាទនេះកមុនឃ្មុំហើយបងប្អូនរៀនចិញ្ចឹមឃ្មុំជាមួយខ្ញុំគឺបងប្អូនអាចផលិតកមុនឃ្មុំបានដោយខ្លួនឯងមិនចាំបាច់ត្រូវទិញទេអញ្ចឹងដោយសារខ្ញុំកាត់វាទុកឲ្យហើយអញ្ចឹងអានេះខ្ញុំកាត់វាហើយខ្ញុំប្រើប៉ុណ្នេះអញ្ចឹងខ្ញុំអត់អាចប្រាប់បងប្អូនថាអានឹងដាក់ប្រមាណទេដោយសារថាយើងផលិតតិចផលិតច្រើនបងប្អូនផលិតច្រើនបងប្អូនដាក់ច្រើនចឹងទៅបាទអញ្ចឹងសម្រាប់ខ្ញុំនៅពេលនេះគឺខ្ញុំមានជញ្ជីងថ្លឹងអានេះវា2ខាំបាទហើយបងប្អូនចង់ដាក់2ខាំកន្លះចង់ដាក់3ខាំវាអាស្រ័យលើបងប្អូនធ្វើតិចធ្វើច្រើនទេអញ្ចឹងបងប្អូនណាអញ្ចឹងយើងត្រូវមានជញ្ជីងថ្លឹងទឹកឃ្មុំបាទទឹកឃ្មុំនៅខាងក្រៅខ្នងខ្ញុំមានច្រើនតែប៉ុន្តែនេះដបខ្ញុំបានបើកធ្វើផ្អែមញ៉ាំហើយខ្ញុំដាក់វាតិចតួចខ្ញុំយកមកប្រើបន្តពីទឹកឃ្មុំហើយគឺនេះគេហៅ N7 អានេះជាសារធាតុគីមីព្រោះយើងអត់អាចយករុក្ខជាតិណាមកជំនួសវាបានដោយសាររុក្ខជាតិអស់ហ្នឹងវាមិនអាចធ្វើឲ្យពពុះដូចយ៉ាងនេះហើយសាប៊ូកក់សក់នៅខាងក្រៅខ្នងខ្ញុំនេះគឺខ្ញុំអត់ដាក់វាទេដោយសារខ្ញុំចង់ឲ្យវាធម្មជាតិអានេះវាប្រភេទសាប៊ូកក់សក់តែសាប៊ូដុសខ្លួននេះយើងត្រូវការពពុះអញ្ចឹងហើយបានខ្ញុំត្រូវដាក់ N7 សារធាតុគីមីបាទហើយបងប្អូនអាចទិញបាននៅផ្សាររស័យបាទបងប្អូនជើញទៅខាងម្ដុំបេនកាពីតូលទៅទល់មុខបេនកាពីតូលហ្នឹងឃើញមានក្រុមហ៊ុនវិរៈប៊ុនធម្មអញ្ចឹងនៅចប់នឹងក្បែរវិរៈប៊ុនធម្មហ្នឹងបងប្អូនទៅស្អីក៏មានដែរឲ្យតែតាក់ទងនឹងផលិតសាប៊ូផលិតអីភេសជ្ជៈស្អីនេះគឺសារធាតុគីមីនៅហ្នឹងហើយខ្ញុំទិញ1គីឡូមកវាអត់ថ្លៃទេដូចជា20000ជាងតិចតួចទេនឹងN7ហើយមួយទៀតគឺអាកុលនេះគឺអាកុលដែលយើងយ៉ាងដែរនេះគឺសម្រាប់លាយវាខ្លះដើម្បីឲ្យប្រសិទ្ធភាពសាប៊ូយើងនឹងដុសខ្លួនទៅវាសម្រាប់មេរោគបានល្អយើងយកតែជែលទេហើយអានេះយើងដាក់តិចតួចក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តវាខ្ញុំដាក់ច្រើនដោយសារវាជួយឲ្យស្បែកយើងមានសំណើមហើយវាមានសារធាតុបំពន់ស្បែកយើងមួយចំនួនទៀតហើយវាមិនត្រឹមតែប៉ុណ្ណឹងវាជាអាហារដែលយើងហូបទៅពើសុខភាពអញ្ចឹងដោយសារខ្ញុំផលិតសាប៊ូតិចតួចខ្ញុំពុំខ្ញុំធ្វើតែ2-3ដុំទេបងប្អូនមានពុំ
ច្រើនធ្វើច្រើនទៅបងប្អូនមិនចាំបាច់ទិញពុំចេះមកដាក់ក៏បានដែរបងប្អូនកេវកតងស្លឹកចេកហើយឬក៏ចាក់វាទៅក្នុងប្រអប់4ជ្រុងក៏បានដែរបន្ទាប់មកយើងកាត់វាជាដុំទៅពេលដែលយើងធ្វើសាប៊ូហើយយើងកាត់វាជាដុំទៅច្បាច់7យកតែទឹក7ទេហើយយើងបានហើយយើងចាក់ត្រង់វាបាទចឹងវារាងខាប់បន្តិចគាត់តែយើងជួយច្បាច់វាថែមហើយតកតងទៅនឹងសារធាតុដែលគេផលិតលក់នៅសប្តាហ៍ថ្ងៃនេះគឺគេប្រើរូបមន្តគេប្រើគីមីមួយមុខទៀតគឺពពួកគេហៅថា glycerin ហ្នឹងវាធ្វើឲ្យកកនេះវាជំនួសកម្មួនតែខ្ញុំចង់ប្រើធម្មជាតិខ្ញុំអត់ដាក់អាសារជាតិ glycerin ហ្នឹងទេបើ glycerin គេដាក់250 ក្រាមអញ្ចឹងវាស្មើនឹង2ខាំកន្លះតែខ្ញុំដាក់កម្មួនឃ្មុំនេះខ្ញុំដាក់តែ2ខាំទេហើយខ្ញុំដាក់រមៀតចូលរមៀតនេះបើយើងគិតទៅខ្ញុំដាក់ត្រឹមតែ1ស្លាបព្រាកាហ្វេទេបងប្អូនអាចដាក់ច្រើនជាងនឹងក៏បានដែរព្រោះថាខ្ញុំអត់ចង់ឲ្យវាលឿងស្បែកទៅពេលដែលយើងដុសគាត់ម្ដងដាក់រមៀតចូលហើយដាក់ទឹកឃ្មុំបាទដាក់ទឹកឃ្មុំ1ស្លាបព្រាបងប្អូនដាក់ច្រើនជាងនឹងក៏បានដែរតែខ្ញុំដាក់ប្រហែលជា1ស្លាបព្រាបាយទេប៉ុណ្ណឹងបាទហើយទឹកឃ្មុំនេះគឺល្អបងប្អូនប្រើទឹកឃ្មុំសុទ្ធហើយវាជួយស្បែកច្រើនវាមានវីតាមីន E អីនៅក្នុងហ្នឹងហើយបើបងប្អូនចង់បន្ថែមថ្នាំពេទ្យក៏ថែមបានបងប្អូនចង់ដាក់វីតាមីន A វីតាមីន E ជំនួយស្បែកអីបងប្អូនទិញពី pharmacy មកដាក់ចូល1គ្រាប់2គ្រាប់ចឹងទៅតែខ្ញុំប្រើតែរបស់ធម្មជាតិខ្ញុំដាក់តែប៉ុណ្្នឹងមុខទេហើយអានេះ3មុខនេះខ្ញុំដាក់ចែលកតុយកពើចូលហើយខ្ញុំនឹងយកវាទៅកិនបាទអញ្ចឹងខ្ញុំមិនចិត្តក៏ម៉ាស៊ីនកិនខ្ញុំកិនបែកខ្ទេចល្អដែរមិនមានបញ្ហាទេខ្ញុំកិនវាចូលអានេះរួច3មុខនឹងហើយតោះមកខ្ញុំទុកមួយឡែកសិនបានខ្ញុំនឹងធ្វើការកូររវាង N7 ដែលជាមេពពុះនេះជាមួយនឹងកម្មួនឃ្មុំនៅលើភ្លើងបាទពេលកូរអានេះរលាយចូលគ្នាហើយបានខ្ញុំដាក់អាល្បាយនេះចូលបាទបន្ទាប់ពីខ្ញុំដាក់ល្បាយនេះចូលទៅក្នុងល្បាយកម្មួនដែលកូរលើភ្លើងហើយយើងទុកវាយើងលើកមកយើងចាក់វាចូលក្នុងពុំប៉ុន្តែមុននឹងចាក់ចូលនោះគឺយើងបាញ់អាកុលចូលទៅក្នុងល្បាយហ្នឹងដើម្បីឲ្យវាមានសារធាតុសម្រាប់មេរោគតែឥឡូវខ្ញុំទៅកិនអានេះសិនឥឡូវខ្ញុំចាប់ផ្ដើមកិនល្បាយទី1ដែលមានទឹកឃ្មុំមានចែលកតុយកពើមានល្មៀតបាទមានអំពិលទុំហើយបងប្អូនអាចដាក់ផ្សេងពីហ្នឹងបានបងប្អូនចង់ដាក់ល្ហុងទុំបងប្អូនចង់ដាក់អីក៏បានដែរណាញ័រជាពិសេសញ័រទុំគឺល្អខ្លាំងតែបងប្អូនមានតែប៉ុណ្ណេះគឺបងប្អូនអាចផលិតសាប៊ូដោះខ្លួនឲ្យខ្លួនឯងបានចាំក្រុមគ្រួសារហើយនៅចឹងខ្ញុំចាប់ផ្ដើមកិនល្បាយទី1ព្រោះនេះវាមិនចាំបាច់កិនយូរទេព្រោះសុទ្ធតែវត្ថុដែលងាយរលាយបាទប៉ុណ្ណឹងយើងទុកក្នុងនេះចេះក៏បានដែរមកពិបាកយើងចាក់ផ្ទៃចុះផ្ទៃឡើងតែនេះខ្ញុំវាមានប្រឡាក់ហើយខ្ញុំទុកអានេះចូលក្នុងនេះនេះយើងបានល្បាយទី1អញ្ចឹងយើងអាចលាងទឹកដាក់ថែមតិចតួចបានបាទអញ្ចឹងល្បាយទី1ខ្ញុំបានកិនហើយនេះមានទឹកឃ្មុំមានកតុយកពើមានអំពិលទុំមានល្មៀតបាទហើយខ្ញុំនឹងលាយល្បាយទី2ហើយល្បាយទី2ខ្ញុំលាយដាក់ក្នុងនេះដើម្បីខ្ញុំយកវាទៅដាំដូចយើងចំហុយពងទាចំហុយប្រហុកអីចឹងព្រោះយើងអាចដាំផ្ទាល់នឹងភ្លើងបានទេដាំបានតែវាឈ្ងៀមវាគុណភាពសាប៊ូយើងវាអត់ល្អខ្ញុំដាក់កម្មួនឃ្មុំចូលអានេះខ្ញុំតែ2មុខទេបាទហើយអានេះសារធាតុមេពពុះអញ្ចឹងខ្ញុំដាក់ប្រហែលនឹងទឹកឃ្មុំដែរខ្ញុំដាក់ប៉ុណ្ណឹងបាទបងប្អូនដាក់ច្រើនជាងនឹងក៏បានដែរបើវាពពុះល្អគាត់ថាយើងរបស់នេះវារបស់គីមីអញ្ចឹងយើងកុំដាក់វាច្រើនទេយើងគ្រាន់តែដាក់វាដើម្បីជំនួយឲ្យវាមានពពុះបាទបន្ទាប់ពីខ្ញុំកូរកម្មួននឹងអានេះរលាយចូលគ្នាហើយទើបខ្ញុំចាក់នេះចូលហើយខ្ញុំកូរវាឲ្យសព្វហើយបានខ្ញុំលើកវាមកចាក់ចូលទៅក្នុងពុំហ
ហើយខ្ញុំទុក1 ម៉ោងក្រោយមកបានវាកកទៅជាសាប៊ូតោះឥឡូវយើងទៅមើលការកូរវានៅលើភ្លើងហើយបងប្អូននេះយើងមើលបន្ទាប់ពីយើងដាក់វានៅលើឆ្នាំងខ្ទះដែលមានដាំទឹកពីក្រោមវាចាប់ផ្ដើមរលាយរវាងកម្មួនហើយនឹងសារធាតុ N ចិត្តហើយតែខ្ញុំចាំឲ្យវារលាយអស់សិនចាំខ្ញុំចាក់អាល្បាយទី1យើងនេះចូលទៅក្នុងហ្នឹងកូរវាឲ្យរលាយអស់ទើបយើងយកវាទៅបន្ថែមអាល់កុលហើយយើងចាក់ចូលពុម្ពឥឡូវនេះកម្មួនវារលាយសល់តែប៉ុណ្្នឹងទេម្ដុំធំឲ្យវាជិតអស់ហើយប៉ុណ្ណឹងអញ្ចឹងយើងកូរវាទៅតិចពុំវារលាយអស់ហើយនេះល្បាយទី1របស់យើងមាន7ទឹកឃ្មុំល្មៀតហើយនឹងចាវទៅក្រពើខ្ញុំចាក់វាចូលអស់ទៅឥឡូវវាល្មមដល់យើងសម្រាប់ហើយខ្ញុំលើកវាចេញទៅខាងក្រៅហើយខ្ញុំនឹងដាក់អាល់កុលចូលនេះខ្ញុំដាក់អាល់កុលតែបន្តិចទេព្រោះវាសារធាតុសម្រាប់មេរោគដាក់ប៉ុណ្ណឹងវាគម្របនេះបាទឥឡូវយើងបានផលិតផលសាប៊ូចិត្តពាក់កណ្ដាលសម្រាប់ហើយដោយសារវត្ថុផ្សំទាំងប្រមាណយើងបានដាក់ចូលអស់ហើយអញ្ចឹងខ្ញុំសង្ខេបឡើងវិញមានកម្មួនឃ្មុំមានចាលកតុយក្រពើមានអំពិលទុំមានល្មៀតមានមេសាប៊ូ N ចិត្តមានទឹកឃ្មុំហើយនឹងអាល់កុលបាទហើយវិធីធ្វើបងប្អូនបានឃើញហើយអញ្ចឹងខ្ញុំនឹងចាក់ចូលទៅក្នុងពុម្ពនេះហើយបើបងប្អូនធ្វើច្រើនបងប្អូនត្រូវមានពុម្ពច្រើនតែខ្ញុំធ្វើតែសម្រាប់ប្រើប្រាស់គ្រួសារអស់ចាំខ្ញុំធ្វើទៀតហើយបន្តមកយើងរក្សាទុកឲ្យល្អបើសិនជាបងប្អូនបញ្ញាប់ប្រើបងប្អូនដាក់កង្ហាលទៅណាឲ្យវាឆាប់ត្រជាក់ឬក៏បងប្អូនយកវាទៅត្រាំនៅក្នុងទឹកចាំតែចេះមកបាទអញ្ចឹងបើបងប្អូនចង់ឲ្យវាឆាប់កកបងប្អូនដាក់នៅកន្លែងត្រជាក់ឬបើកង្ហាលអញ្ចឹងតែខ្ញុំដាក់ត្រាំទឹកវាទៅវាលឿនវាឆាប់ត្រជាក់អញ្ចឹងយើងដាក់ត្រាំទឹកវាជុំទៅទោះបីបងប្អូនមិនត្រាំក៏វាគង់តកកដែរគាត់ថាបើនេះបើក្នុងករណីដែលខ្ញុំធ្វើវីដេអូនេះក៏ឲ្យវាលឿនឲ្យវាខ្លីអញ្ចឹងប្រហែលជាកន្លះម៉ោងឬក៏15នាទីវាកកអស់ហើយយើងនឹងបានសាប៊ូយកមកប្រើហើយខ្ញុំនឹងយកវាមកដុសឲ្យបងប្អូនមើលតើវាល្អប៉ុណ្ណាអញ្ចឹងនៅខាងក្រោយខ្ញុំនេះគឺជាផលិតផលដែលបងប្អូនគ្រប់គ្រងបាទមានសាប៊ូអបសក់ក្រូចសើចដែលផលិតពីក្រូចសើចហើយនឹងកន្ទុយក្រពើនេះបាទពីមុខហ្នឹងសំខាន់ជាងគេដែលជួយឲ្យសរសៃសក់បងប្អូនល្អជាបានគេសក់ជ្រុះសក់បាច់ចុងហ្នឹងហើយទឹកឃ្មុំបាទទឹកឃ្មុំសុទ្ធល្អហើយបងប្អូនដែលត្រូវការរៀនចិញ្ចឹមឃ្មុំជាមួយខ្ញុំបងប្អូនមិនត្រឹមតែអាចផលិតទឹកឃ្មុំបានទេបងប្អូនអាចផលិតផលពីឃ្មុំមានកម្មួនឃ្មុំមានកូនឃ្មុំមានមុខរបរចិញ្ចឹមឃ្មុំអញ្ចឹងបងប្អូនអញ្ជើញចុះឈ្មោះចូលរៀននៅក្នុងថ្ងៃទី8ខែកុម្ភៈខែក្រោយនេះហើយនេះគឺ EM បងប្អូនត្រូវការក៏ប្រើវាទៅគឺក្នុងវិស័យកសិកម្មវាទៅផលិតជីថ្នាំអរម៉ូននេះបានច្រើនមុខហើយ1លីត្រក្នុងពីដុំហ្នឹងហើយនេះគឺត្រៃកូតាម៉ាបងប្អូនព្យាបាលដំណាំដែលមានបញ្ហាមេរោគផ្សិតមានបរេនមានបលាយនេះត្រូវការវាប្រើវាច្រើនបាទហើយបងប្អូនដែលត្រូវការផលិតផលមួយចំនួនទៀតមានជីកប៉ោបាទលក់ដាច់ច្រើនជាងគេប្រមាត់ដីដាំសម្រាប់ដាំដំណាំផ្សេងហើយតមកមានសកៃដងមាត់មានកាកស្គរមានជូនកាមអាត់គោហើយនឹងជាពិសេសគឺមានកូនឈើហើយបន្តទៅនេះបងប្អូននឹងឃើញខ្ញុំដោះសាប៊ូផលិតឡើងដោយរូបមន្តធម្មជាតិដែលមានកម្មួនឃ្មុំមានអំពិលទុំមានចាលអាឡូវីរ៉ាកតុយក្រពើមានទឹកឃ្មុំមានមេសាប៊ូ N ចិត្តមានល្មៀតបាទហើយបងប្អូនអាចប្រើវត្ថុផ្សំក្រៅពីនេះបាន